មហាជនព្រួយបារម្ភតារាស្រីចិនស៊ូយូតុងដើរលេងនៅអារ៉ាប់រួមឥឡូវបាត់ខ្លួនសាច់ញាតិតាក់ទោសលែងបានចានៅថ្ងៃទី2ខែមីនាឆ្នាំ2026នេះសារព័ត៌មានចិនស៊ូហូបានចេញផ្សាយថាមិត្តភ័ក្តិនិងសាច់ញាតិរបស់តារាស្រីស៊ូយូតុងចាកំពុងមានការព្រួយបារម្ភជាខ្លាំងក្រោយតាក់ទងនាងលែងបានស្របពេលបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំងចាតាមព័ត៌មានបានឲ្យដឹងថាក្រោយចូលឆ្នាំចិនតារាស្រីស៊ូយូតុងបានធ្វើដំណើរទៅកាន់អាមីរ៉ាតអារ៉ាប់រួមចា UAE ក្នុងបំណងដើរកម្សាន្តនៅថ្ងៃទី24និងទី26ខែកុម្ភៈឆ្នាំ2026កន្លងទៅចានាងនៅបន្តបង្ហោះរូបបង្ហាញពីដំណើរកម្សាន្តបែបអភិជនរបស់ខ្លួននៅឡើយចានៅថ្ងៃទី1ខែមិនិនាឆ្នាំ2026នាងក៏បានបង្ហោះរូបភាពក្នុងដំណើរកម្សាន្តនៅប្រទេសអូម៉ង់ដែរចាតែយ៉ាងណាមិញចាប់ពីការបង្ហោះរូបទាំងនោះមកចាសាច់ញាតិនិងមិត្តភ័ក្តិរបស់នាងក៏ចាលែងតាក់ទងនាងបានស្របពេលដែលបណ្ដាប្រទេសនៅមជ្ឈិមបូព៌ាចាកំពុងជួបភាពវឹកវរការបាត់ខ្លួនភ្លាមៗរបស់ស៊ូយូតុងបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងចាអ្នកគាំទ្ររបស់នាងជាច្រើនបាននាំគ្នាខមមិននិងផ្ញើសារទៅខាងស្ទូឌីយោរបស់នាងទាមទារឲ្យបញ្ជាក់ពីស្ថានភាពរបស់នាងនាពេលនេះប៉ុន្តែពួកគេមិនទទួលបានការឆ្លើយតបនោះឡើយចានៅលើបណ្ដាញសង្គមមហាជនជាច្រើននាំគ្នាបួងសួងឲ្យស៊ូយូតុងចាជួបសុខសុវត្ថិភាពនិងអាចរកជើងហោះហើរត្រឡប់ទៅស្រុកកំណើតវិញ